ស្នងការគំរូនៅតែជាស្នងការគំរូសូមកោតសរសើរស្នងការខេត្តកំពតមិនការពារកូនចៅដែលធ្វើខុសលោកលោកស្រីអ្នកនាងកញ្ញាជាទីមេត្រីពាក់ព័ន្ធនឹងករណីមន្ត្រីនគរបាល32នាក់រួមទាំងមន្ត្រីកងរាជអាវុធហត្ថ12នាក់ដែលចូលលួចទ្រព្យសម្បត្តិឯកាស៊ីណូមួយនៅព្រែកចាក់នោះបានធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើលជាខ្លាំងហើយចង់ឃើញមុខមាត់ពិតមន្ត្រីដែលពាក់ព័ន្ធទាំងអស់នោះដោយសារតែទោះការចែករំលែកប្រងព្រាតតាក់ទងនឹងបញ្ហាខាងលើនេះទើបលោកឧត្តមសេនីយ៍តូម៉ៅច័ន្ទមធរិទ្ធស្នងការខេត្តកំពតបានប្រកាសថាលោកហ៊ានទទួលខុសត្រូវចំពោះមុខច្បាប់ប្រសិនបើលោកពាក់ព័ន្ធនឹងករណីនេះលោកបានធ្វើការអះអាងបែបនេះនៅលើគណនីផេកផ្លូវការដែលមានឈ្មោះថាស្នងការដ្ឋាននគរបាលខេត្តកំពតដែលនៅក្នុងនោះមានសំណេរបែបនេះថាមេណាធ្វើមេណាអ្នកពាក់ព័ន្ធត្រូវតែប្រឈមមុខចំពោះផ្លូវច្បាប់ទាំងអស់រួមទាំងរូបខ្ញុំផងដែរប្រសិនបើខ្ញុំមានពាក់ព័ន្ធនៅក្នុងករណីខាងលើនេះចំពោះអត្តសញ្ញាណរបស់មន្ត្រីដែលពាក់ព័ន្ធគឺអង្គភាពសម័យជាអ្នកផ្សព្វផ្សាយហើយសារព័ត៌មានផ្សេងទៀតអាចដកស្រង់យករូបភាពបន្តពីស្នងការដ្ឋាននគរបាលខេត្តកំពតទៅផ្សព្វផ្សាយបន្តនៅពេលចៅក្រមស៊ើបសួរបញ្ចប់នីតិវិធីនិងចេញនៃការឃុំខ្លួនអ្នកទាំង32នាក់នោះខ្ញុំនឹងបង្ហោះរូបអ្នកទាំងអស់នោះឲ្យសាធារណជនទាំងអស់បានឃើញក្នុងពេលឆាប់នេះដោយការសន្យាស្នងការដ្ឋាននគរបាលខេត្តកំពតក៏បានធ្វើការបង្ហាញនៅអត្តសញ្ញាណមន្ត្រីនគរបាល32រូបរួមទាំងអ្នកទទួលផលចោរកម្មចំនួន4នាក់ទៀតផងដែរដែលនៅក្នុងនោះត្រូវបានតំណាងអាយកាអមសាលាដំបងចោទប្រកាន់តាមរយៈដីកាបញ្ជូនរឿងឲ្យស៊ើបសួរពីបទផ្ដាំគំនិតសំគំនិតក្នុងបទលួចដោយមានស្ថានទម្ងន់ទោសបទលុបបំបាត់ភស្តុតាងនិងបទទទួលផលចោរកម្មតាមបញ្ញត្តិនៃមាត្រាទី28មាត្រាទី29មាត្រាទី353មាត្រាទី357មាត្រាទី399មាត្រាទី400និងមាត្រាទី533នៃក្រមព្រហ្មទណ្ឌសូមសាធារណជនទាំងអស់ទទួលជ្រាបជាព័ត៌មានបន្ទាប់ពីបានបង្ហាញមុខមាត់ពិតនៃជនឬក៏សមត្ថកិច្ចដែលពាក់ព័ន្ធទាំង32នាក់នោះធ្វើឲ្យមហាជននៅក្នុងបណ្ដាញសង្គមធ្វើការផ្ទុះការកោតសរសើរជាថ្មីម្ដងទៀតថាស្នងការគំរូនៅតែជាស្នងការគំរូគឺមិនការពារកូនចៅដែលធ្វើខុសមានគណនី Facebook មួយបានលើកឡើងថាសូមគោរពនិងកោតសរសើរលោកពូអស់ពីដួងចិត្តដែលពូឈរនៅលើភាពត្រឹមត្រូវនិងមិនចេញមកការពារកូនចៅដែលប្រព្រឹត្តខុសវិជ្ជាជីវៈបើក្មួយអាចបដូរអង្គភាពបានចង់ចូលរួមការងារជាមួយលោកពូស្រដៀងគ្នានេះដែរគណនីមួយទៀតបានបន្តថាខេត្តកំពតសំណាងណាស់មានមេល្អច្រើនចំនួនហើយទើបមានចំនួនមេល្អដូចពូស្នងការនេះជាប្រវត្តិសាស្ត្រដែលហ៊ានវះកាត់សាច់ស្អុយអ្វីដែលរាជចង់បានចង់ឃើញហើយមានមេល្អនឹងគុណធម៌មានចិត្តបម្រើជាតិពិតសូមគាំទ្រ100%។